សូមជូននីតិប្រវត្តិសាស្ត្រខ្មែរមហិន្ទប្រាវតាគឺរាជធានីដើមនៃអាណាចក្រអង្គរលាក់ខ្លួននៅក្នុងព្រៃអតីតរាជធានីបុរាណរបស់អាណាចក្រខ្មែរលាក់ខ្លួនច្រើនសតវត្សនៅភូមិសាស្ត្រព្រឹកព្រៃនៅកម្ពុជាក្រុងបុរាណដែលអ្នកវិទ្យាសាស្ត្រចាត់ទុកថាជាទីក្រុងដែលបាត់មានឈ្មោះថាមហិន្ទប្រាវតាដែលជារាជធានីដំបូងគេនៅក្នុងសម័យកាលដ៏រុងរឿងរបស់ខ្មែរគឺអាណាចក្រអង្គរពីសតវត្សទី9ដល់ទី15អ្នកបុរាណវិទ្យានិងអ្នកប្រវត្តិសាស្ត្របានដឹងពីអត្ថភាពនៃរាជធានីមហិន្ទប្រាវតានៃជាច្រើនទសវត្សរ៍មកហើយក៏ប៉ុន្តែផ្ដុតាងដែលរកបានមិនទាន់សមល្មមនឹងប្រកាសពីភាពច្បាស់លាស់ថាជារាជធានីដើមនៃអាណាចក្រអង្គរឡើយរហូតដល់អ្នកវិទ្យាសាស្ត្របានពិសោធន៍ដោយប្រព័ន្ធបាញ់ពន្លឺស្កេនបាតដីដែលគេហៅថា Airborne Laser ឬ Radar បច្ចេកវិទ្យានេះប្រើរយៈពេលស្រាវជ្រាវយូរណាស់នៅលើទឹកដីបុរាណដែលបានកាប់ខ្លួនក្នុងព្រៃស្ដុកទៀតផងនៅក្នុងទំនាក់ទំនងនៃការវាស់ស្ទង់បាតដីសម័យអង្គរក្រុមអ្នកស្រាវជ្រាវបានធ្វើផែនទីមើលពីប្រព័ន្ធរៀបចំក្រុងនៃសម័យនោះដែលស្ថិតនៅលើភ្នំគូលែនភាគអាគ្នេយ៍នៃតំបន់អង្គរជាអ្នកនិពន្ធម្នាក់និងជាអ្នកជំនាញបុរាណវិទ្យាមួយរូបផងលោក Jean Baptiste Chevens មកពីវិទ្យាស្ថានបុរាណវិទ្យានិងការអភិវឌ្ឍនៅចក្រភពអង់គ្លេសបានពន្យល់ក្នុងអត្ថបទស្រាវជ្រាវរបស់ក្រុមពួកគាត់ថាតំបន់ភ្នំគូលែនដើមឡើងពុំសូវមានអ្នកបុរាណវិទ្យាចាប់អារម្មណ៍ប៉ុន្មាននោះទេពោលវាស្ទើរតែបាត់ចេញពីផែនទីបុរាណវិទ្យាលើកឡើងតែផ្ដុតាងតិចតួចនៃថ្មប្រាសាទបាក់បែកជាការបញ្ជាក់ប៉ុណ្ណោះលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់ការរុករករបស់អ្នកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដ៏ទំនើបស្កេននេះចាប់ផ្ដើមតាំងពីឆ្នាំ2012និងបញ្ចប់ក្នុងឆ្នាំ2017ហើយក្រុមក៏បានធ្វើការចងក្រងនិងប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងការរកឃើញទីក្រុងដែលបាត់នៅក្នុងឆ្នាំ2019នេះរូបភាពនិងវីដេអូដែលបានមកពីការស្កេននោះរកឃើញថារាជធានីបុរាណនោះមានវិមានព្រះបរមរាជវាំងអាងស្តុកទឹកផ្លូវប្រាសាទវាលស្រែវាលស្រូវប្រឡាយទឹកខ្វាត់ខ្វែងផ្ទះប្រជាពលរដ្ឋប្រកបដោយរចនាសម្ព័ន្ធប្លង់ស្អាតនៃនគរូបនីយកម្មគឺជាទីក្រុងដ៏ស្មុគស្មាញតែលក្ខណៈពិសេសនៃទីក្រុងនេះគឺត្រូវបានរចនាឡើងជារាងក្រឡាចត្រង់នៃអលីនេអែនិងមានទំហំរហូតដល់50គីឡូម៉ែត្រក្រឡាគិតជាសរុបក៏ប៉ុន្តែតំបន់ដែលមានព្រៃឈើក្រាស់ពិតជាពិបាកក្នុងការស្កេនវាខ្លាំងណាស់តែជាការសោកស្ដាយរាជធានីត្រូវបានបោះបង់ចោលហើយមានការរើមូលដ្ឋានទៅស្ថាបនានៅតំបន់អង្គគោលទៅវិញការសន្និដ្ឋានតាមបែបវិទ្យាសាស្ត្របានបញ្ជាក់ថាការផ្លាស់ប្ដូររាជធានីប្រហែលមកពីកត្តាចាំបាច់នៅការប្រសើរឡើងនៅកសិកម្មដែលត្រូវរើចេញពីតំបន់ភ្នំនិងការទប់ទល់នឹងធម្មជាតិក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រទាំងនោះបានអបអរសាទរចំពោះការរើមករាជធានីថ្មីបានជំរុញឲ្យអាណត្តិហើយវប្បធម៌អស់ទាំងនោះត្រូវបានផ្សព្វផ្សាយនិងពេញចិត្តទាញយកពីប្រទេសនៅជុំវិញកម្ពុជាមកទល់សព្វថ្ងៃមានថៃឡាវគូលែននេះមានឈ្មោះដើមថាមហិន្ទពតជាកន្លែងដែលព្រះបាទជ័យវរ្ម័នទី2ស្ថាបនិកសម័យអង្គរប្រារព្ធធ្វើពិធីទេវរាជនិងប្រកាសឯករាជ្យពីប្រទេសជ្វាក្នុងឆ្នាំ802ដែលជាពេលដែលសម័យអង្គរកើតឡើងភ្នំនេះជាទីក្រុងរបស់ចក្រខ្មែរអាណាចក្រខ្មែរដំបូងគេជិតកន្លះសតវត្សមុនពេលប្ដូរទៅហេហរាល័យនៅលើភ្នំនេះគេរកឃើញមានប្រាសាទបុរាណចំនួន20ភាគច្រើនធ្វើពីថ្មភក់ហើយត្រូវបានអ្នកវិទ្យាសាស្ត្រនិងបុរាណវិទ្យាថាថ្មភក់ជាច្រើនត្រូវបានកាប់រលីងពីភ្នំនេះបណ្ដែតតាមទឹកនិងអូសដោយដំរីទៅធ្វើប្រាសាទនៅតំបន់អង្គរប្រមាណជា40គីឡូម៉ែត្រភ្នំគូលែនស្ថិតនៅក្នុងស្រុកស្វាយលើនិងស្រុកវ៉ារិនចម្ងាយ60គីឡូម៉ែត្រពីក្រុងសៀមរាបនិងប្រហែល25គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រីភ្នំគូលែនលាតសន្ធឹងប្រវែង40គីឡូម៉ែត្រពីប៉ែកខាងលិចឈៀងខាងជើងទៅខាងកើតឈៀងខាងត្បូងហើយដែលមានចម្ងាយប្រហែល48គីឡូម៉ែត្រនៅខាងជើងក្រុងសៀមរាបកម្ពស់ភ្នំទាំងអស់មានកម្ពស់ប្រហាក់ប្រហែលគ្នាដែលមានកម្ពស់ជាមធ្យម400ម៉ែត្រមានផ្ទៃដីសរុប 35500 ហិកតាកម្ពស់ដែលខ្ពស់បំផុតគឺមានកម្ពស់485 2ម៉ែត្រភ្នំគូលែនបានប្រែក្លាយខ្លួនជាឧទ្យានជាតិភ្នំគូលែននិងមិនត្រឹមតែជាបេតិកភណ្ឌជាតិមិនអាចកាត់ថ្លៃបានទេថែមទាំងជាតំបន់ជាបេតិកភណ្ឌពិភពលោកចុះបញ្ជីនៅអង្គការ UNESCO ក្នុងថ្ងៃទី1ខែតុលាឆ្នាំ1992ថ្មីនេះផងដែរដើម្បីលើកកម្ពស់តម្លៃទេសចរជាតិបន្ថែមទៀតព្រមទាំងដើម្បីទាក់ទាញភ្ញៀវទេសចរទន្ទឹមការមើលឃើញពីសក្តានុពលរបស់ភ្នំគូលែនសម្បូរទៅដោយព្រៃភ្នំក្រំថ្មបែបធម្មជាតិមានប្រាង្គប្រាសាទចម្លាក់សិលានិងបុរាណដ្ឋានដ៏ច្រើនមានស្ទឹងប្រវត្តិសាស្ត្រមានពុយភ្នំដែលកើតឡើងពីធម្មជាតិទេសភាពនៅលើគិរីបុព្វតាដ៏ស្រស់ត្រកាលលក្ខណៈអំណោយផលនេះក្រសួងទេសចរនឹងជំរុញរៀបចំតំបន់ភ្នំគូលែនខេត្តសៀមរាបទៅជាតំបន់ទេសចរវប្បធម៌ប្រវត្តិសាស្ត្រនិងធម្មជាតិនិងទេសចរបែបផ្សងព្រេងសូមថ្លែងអំណរគុណដល់អស់លោកអ្នកនាងដែលបានទស្សនានិងតាមដានស្ដាប់អត្ថបទនេះតាំងពីដើមរហូតដល់ចប់យើងខ្ញុំនឹងស្វែងរកអត្ថបទថ្មីទៀតដើម្បីបម្រើអស់លោកអ្នកនាងនៅពេលក្រោយ